ចំការលហុងលើផ្ទៃដីជាង25ហិកតាក្នុងស្រុកភ្នំក្រវាញបានផ្ដល់ទីផ្សារក្នុងក្រៅស្រុកជាពិសេសផ្ដល់ឱកាសការងារដល់ប្រជាពលរដ្ឋពី40ទៅ50នាក់នៅនឹងកន្លែងដំណាំលហុងគឺជាដំណាំហូបផ្លែមួយប្រភេទដែលមានសារៈសំខាន់ខ្ពស់ក្នុងចំណោមដំណាំហូបផ្លែផ្សេងទៀតគេច្រើនជួបប្រទះដំណាំនេះនៅតំបន់ត្រូពិចមូសុងក្តៅហើយសើមដែលមានអាកាសធាតុអំណោយផលទៅដល់ប្រជាកសិករនៅតាមស្រុកស្រែចម្ការនិងទីជនបទដំណាំលហុងនេះត្រូវបានគេដាំដុះឡើងដើម្បីបម្រើដល់វិស័យម្ហូបអាហារពីព្រោះវាមានសារធាតុចិញ្ចឹមមួយចំនួនដូចជាប្រូតេអ៊ីនវីតាមីនកាល់ស្យូមកាបូនអ៊ីដ្រានបូតាស្យូមនិងសូស្យូមដែលជួយសម្រួលទៅដល់សារពាង្គរាងកាយទប់ទល់នឹងជំងឺផ្សេងៗលើសពីនេះទៀតផ្លែល្ហុងជាវត្ថុសារធាតុម្យ៉ាងពិសេសសម្រាប់ប្រើក្នុងផលិតកម្មឱសថព្យាបាលជំងឺមួយចំនួនដែលសម្បូរទៅដោយថាមពលក្រឡេកមកស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់ឯនេះវិញម្ចាស់ចំការល្ហុងមួយរូបបានប្រើប្រាស់ទុនលើផ្ទៃដីជាង25ហិកតាដើម្បីដាំដុះដំណាំល្ហុងសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងនិងក្រៅស្រុកជាពិសេសផ្ដល់ឱកាសការងារដល់ពុកម៉ែបងប្អូនប្រជាពលរដ្ឋពី40ទៅ50នាក់នៅនឹងកន្លែងលោកអានឡាតម្ចាស់ចំការល្ហុងក្នុងភូមិតាដេះឃុំសំរោងស្រុកភ្នំក្រវាញខេត្តពោធិ៍សាត់បានជម្រាបជូនថាមូលហេតុលោកសម្រេចចិត្តដាំល្ហុងដោយសារលោកសង្កេតឃើញថាទីផ្សារផ្លែឈើនៅក្នុងប្រទេសកម្ពុជាមានការនាំចូលពីប្រទេសជិតខាងជាមួយគ្នានោះប្រទេសយើងសម្បូរដីជីវជាតិដែរម្ល៉េះហើយធ្វើឲ្យលោកសម្រេចចិត្តឈប់ពីធ្វើការដើម្បីចាប់មុខរបរដាំល្ហុងផ្គត់ផ្គង់ទីផ្សារក្នុងនិងក្រៅស្រុកកាត់បន្ថយការនាំចូលពីបរទេសលោកបានបន្ថែមថាផ្ទៃដីដែលលោកដាំដុះល្ហុងមានចំនួន25ហិកតាហើយល្ហុងដែលយើងធ្វើការដាំដុះចាប់ពីកូនរហូតដល់8ខែទើបយើងចាប់ផ្ដើមប្រមូលផលបានចំពោះអាយុកាលរបស់វាបើវាមានសុខភាពល្អយើងអាចបេះរហូតដល់3ឆ្នាំបច្ចុប្បន្នប្រសិនបើវាទុំស្រស់គ្នាគ្រប់ដើមយើងអាចប្រមូលផលវាក្នុងមួយថ្ងៃចន្លោះពី30ទៅ50តោនលោកបានថ្លែងបញ្ជាក់ថាសប្តាហ៍ថ្ងៃនេះយើងមានការលំបាកខ្លះដែរដោយសារពេលវេលាវាទុំស្រស់គ្នាយើងមិនអាចលក់អស់ទេនៅក្នុងប្រទេសយើងដោយសារតែប្រជាជននៅក្នុងប្រទេសរបស់យើងការយល់ដឹងបរិភោគផ្លែល្ហុងនេះគឺគាត់នៅមានកម្រិតភាគច្រើនពួកគាត់ហូបតែផ្លែឈើនាំចូលមិនសូវបានស្វែងយល់ពីអត្ថប្រយោជន៍ផ្លែល្ហុងក៏ប៉ុន្តែបើប្រទេសជិតខាងវិញគឺគេឲ្យតម្លៃទៅលើផ្លែល្ហុងច្រើនជាងផ្លែឈើផ្សេងៗនេះដោយសារវាជាប្រភេទផ្លែឈើដែលមានសារធាតុ fiber ច្រើនដែលជួយសម្រួលដល់ក្រពះពោះវៀននិងបត់ជើងបានយ៉ាងល្អមូលហេតុនេះហើយទើបលោកខិតខំធ្វើការដាំផ្លែល្ហុងនេះដើម្បីប្រកួតប្រជែងជាមួយប្រទេសជិតខាងនិងដើម្បីកាត់បន្ថយការនាំចូលលោកអាឡាតបានគូបញ្ជាក់ថាកម្មករដែលធ្វើការនៅក្នុងចម្ការរបស់លោកជាមកប្រជុំចន្លោះពី40ទៅ50នាក់ជារៀងរាល់ថ្ងៃហើយពាក់ព័ន្ធនឹងការផ្គត់ផ្គង់គឺយើងធ្វើការផ្គត់ផ្គង់ទៅតាមបណ្ដារាជធានីភ្នំពេញខេត្តសៀមរាបក្រុងព្រះសីហនុខេត្តបាត់ដំបងនិងមួយចំនួនទៀតតាមបណ្ដាខេត្តផ្សេងៗហើយខ្លះក៏ធ្វើការនាំចេញទៅប្រទេសជិតខាងដូចជាប្រទេសថៃជាដើមក៏ប៉ុន្តែនៅពេលប្រទេសគេមាននោះគេមិនបើកទូលាយឲ្យយើងធ្វើការនាំចូលស្រួលនោះទេលោកសូមឲ្យរាជរដ្ឋាភិបាលកម្ពុជាមានកិច្ចសហប្រតិបត្តិការជាមួយនឹងប្រទេសជិតខាងយើងក្នុងការនាំចេញផ្លែឈើដើម្បីបញ្ជូនទៅប្រទេសគេដោយដែលប្រទេសគេនាំផ្លែឈើគេមកប្រទេសយើងដូចគ្នាចំពោះផ្លែល្ហុងបើប្រៀបធៀបនឹងផ្លែស្រកានាគអាចនិយាយថាផ្លែល្ហុងនិងផ្លែស្រកានាគគឺជាប្រភេទ fiber ដូចគ្នាប្រសិនបើបងប្អូនមានចំណាប់អារម្មណ៍អាចទំនាក់ទំនងតាមលេខទូរស័ព្ទ016 33 11 33លោកសូមថ្លែងអំណរគុណដល់ក្រុមការងារទាំងអស់ដែលបានចុះមកផ្សព្វផ្សាយអំពីដំណាំល្ហុងរបស់លោកដើម្បីបង្ហាញនៅលើទីផ្សារឲ្យបានទូលំទូលាយលោកឡាំសុផលអភិបាលរងនៃគណៈអភិបាលស្រុកភ្នំក្រវាញបានថ្លែងអំណរគុណដល់ម្ចាស់ចំការល្ហុងដែលបានផ្ដល់ឲ្យឱកាស
ឲ្យក្រុមការងារទាំងអស់រួមសហការក្នុងការថតរូបភាពព្រមទាំងធ្វើបទសម្ភាសន៍មួយចំនួនក្នុងទីតាំងចំការល្ហុងផ្ទាល់លោកសូមធ្វើការកោតសរសើរដល់ក្រៃលែងដល់ប្អូនម្ចាស់ចំការដែលបានរៀបរាប់កសិដ្ឋានចំការល្ហុងនេះដើម្បីលើកស្ទួយជីវភាពប្រជាពលរដ្ឋនៅសហគមន៍មូលដ្ឋាននិងដើម្បីលើកស្ទួយផលិតផលក្នុងស្រុកកាត់បន្ថយការនាំផលិតផលចូលពីក្រៅប្រទេសជាពិសេសជំរុញការលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋយើងឲ្យចូលរួមចំណែកដាំផលិតផលដូចគ្នាចូលរួមលើកស្ទួយសេដ្ឋកិច្ចគ្រួសារនិងកាត់បន្ថយធ្វើការចំណាក់ស្រុកលោកអភិបាលរងស្រុកបានថ្លែងអំណរគុណថាវិស័យកសិកម្មយើងកន្លងមកយើងមានដែរក៏ប៉ុន្តែដោយសារការយល់ដឹងរបស់ប្អូនរបស់យើងកម្រិតដូច្នេះតាមរយៈប្អូនម្ចាស់ចំការធ្វើបទបង្ហាញនៅពេលនេះយើងឃើញថាបងប្អូនយើងមានការចំណាប់អារម្មណ៍ច្រើនទាក់ទិននឹងបច្ចេកទេសនៃការដាំក៏ដូចជាបច្ចេកទេសនៃការរកទីផ្សារលោកសូមឲ្យប្អូនម្ចាស់ចំការក៏ដូចជាក្រុមការងារសារព័ត៌មានទាំងអស់ធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយដើម្បីឲ្យបងប្អូនយើងយល់ដឹងអំពីការដាំដុះនេះនិងជួយជំរុញឲ្យរកទីផ្សារឈានទៅដល់មានទិន្នផលក្នុងភាពរីកចម្រើនផលមុខរបរក្នុងមូលដ្ឋានក្នុងស្រុកភ្នំក្រវាញយើង